យាយនួនក៏ឃើញថាកូនគាត់មានអបសុខក្នុងចិត្តប្រើប្រសិនជាមានគូស្រករទៅហើយចេះស្លែងគ្នាផងនោះមុខជានឹងបាត់មហង្សោពុំខានបើដូច្នោះហើយតោងគាត់រីរកឧបាយកផ្ដាច់នាងវិធាវីពីបន្ទឿនចេញព្រោះគាត់យល់ថាការជំពាក់ពាក្យគ្នាយ៉ាងនេះជាឧបសគ្គមិនឲ្យញាក់ផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេមិនយូរប៉ុន្មានស្រាប់តែទេសកាណែនាំឲ្យគាត់ជួបនឹងឱកាសដែលគាត់ខំរកនោះភ្លាមយាយនួនគាត់មានសម្លាញ់ម្នាក់ឈ្មោះយាយច័ន្ទស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែមិត្តទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេមានថ្ងៃមួយក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុន4ខែមកគេឃើញស្ត្រីម្នាក់សក់កាត់ជ្រុងអាយុប្រហែលជាង60ហើយតែរឹងពឹងនៅឡើយដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកែពាក់អាវផាប់ប៉ានពៀនក្រមាទេឯកដែលនោះបានបញ្ឈប់រើមកនៅចំមុខផ្ទះយាយនួនហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះបន្តិចក្រោយមកគេក៏ឮសូរមាត់យាយនួនស្រែកថាអាវីអើយអ៊ំច័ន្ទឯងគេមកលេងឯណាប្រអប់ស្លាយកមកថាហើយគាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្តគាត់អញ្ជើញច័ន្ទអញ្ជើញមកលើកន្ទេលមកអង្គុយលើក្តារមិនកើតទេប្រឡាស់ខៀនអស់ហើយយាយច័ន្ទឆ្លើយមិនអីទេក្តារនេះរលីងស្រិលអង្គុយត្រជាក់ស្រួលណាស់ខណៈនោះនាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវទើបនាងលើកដៃសំពះថាជំរាបសួរអ៊ំយាយច័ន្ទដែលភ្នែកសម្លឹងរាងកាយនាងយុវតីមិនដាច់នោះក៏ឆ្លើយថាថ្វាយព្រះក្មួយយីក្មួយឯងកើតអីក៏ស្គមស្លិតស្លឹងម្លេះខ្ញុំអត់ឈឺថ្កាត់អីទេអ៊ំយាយច័ន្ទចាប់ម្លូមួយសន្លឹកមកបៀកផ្ចិតខ្ចង់ប៉មទៅក្នុងមាត់ទើបតំពាបណ្ដាបែរនិយាយទៅកាន់ស្ត្រីម្ចាស់ផ្ទះបណ្ដាយីឯងយើងចុងខែអាសូចហើយក៏នៅមានភ្លៀងមេធំធំម្លេះខៀងចូលចិត្តតាភ្លៀងធំធំអីចឹងបើភ្លៀងរួយវាស្រក់ដីតែម្ដងឯភ្លៀងរលឹមធ្វើឲ្យធុញអផ្សុកណាស់ចាអញ្ចឹងមែនថាហើយយាយច័ន្ទគាត់ទាញកន្ថមកដកទឹកមាត់ពណ៌ឈាមលឺសូរច្រករួចយកកន្សែងក្រហមមួយមកជូតមាត់ទើបចាប់និយាយទួយទៀតខ្ញុំអកជោគនួនឯងព្រោះចង់និយាយកាលបន្តិចយាយនួនងាកមុខទៅចំកូនគាត់ហើយថាអាវីឯងបណ្ដោយកំផែងដាំក្តារតែម្នាក់ឯងមិនកើតទេត្រូវឯងទៅមើលផងទៅល្អនាងវិធាវីទទួលសម្ដីម្ដាយហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយចិត្តនាងនឹកបារម្ភមិនដឹងជាយាយច័ន្ទនេះមកចាក់រុកម្ដាយខ្លួនឬមិនដេចទេត្រង់នេះស្ត្រីចាស់ទាំងទីឈប់ស្ងៀមមួយស្របកធំហាក់ដូចជាចង់សម្លឹងមើលក្នុងចិត្តគ្នាទៅវិញទៅមកយាយនួនគាត់ឆ្លៀតឱកាសនេះដើម្បីបៀកម្លូមួយម៉ាត់លុះបានទំពាស្ដោះក្នុងកន្ថម្ដងហើយទើបគាត់សួរទៅយាយច័ន្ទមានការអ្វីច័ន្ទរឿងកូនចៅឯងនោះវាមិនដាច់ទៅឯងចាំប៊ុនធឿនចេញពីរៀនទើបគិតគូផ្សំផ្គុំវាឬយ៉ាងណាច័ន្ទអាយខ្ញុំលាក់បាំងឥឡូវដូចច័ន្ទឯងដឹងស្រាប់ហើយពួកប៊ុនធឿនធាក់ខ្លួនក្រហើយមានសង្ឃឹមតែលើបៀវវត្តប៊ុនធឿនតែមួយយ៉ាងដោយគេសង្ឃឹមផ្កាយលើក្មេកអីអញ្ចឹងខ្ញុំមានកូនតែមួយមានរំពឹងតែលើវាលូចរាភីបមកដល់ខ្លួនបើប្រសិនជាខ្ញុំឲ្យទៅថៃប៊ុនធឿនបន្តិចគេផ្លាស់ទៅធ្វើការនៅខេត្តនេះបន្តិចទៅខេត្តនោះឯប្រពន្ធតង់ទៅតាមប្តីចំណែកខ្ញុំនឹងនៅម្នាក់ឯងឥតនរណាជាពំនឹកនេះមួយយ៉ាងទៀតប៊ុនធឿននេះធ្លាក់ក្រហើយម្លេះសំនឹងចិញ្ចក់យកធនធានដែលខ្ញុំនឹងឲ្យទៅកូននោះទៅសងបំណុលមិនខានកូនខ្ញុំធ្វើម្ដេចនឹងបណ្ណាសេចក្តីសុខដោយសម្ដីវែងយ៉ាងនេះទឹកមាត់ក្រហមក្រគក់ក៏ពុះប៉លពេញមាត់
ធ្វើឲ្យសម្ដីលឺលលដូច្នោះលុះយាយនួនគាត់ស្ដោះមួយច្រករួចទើបយាយច័ន្ទគាត់ឆ្លើយទៅវិញយាយនួនឯងនិយាយយ៉ាងនេះចំពេញចុយត្រូវប្រើប្រសិនជាខ្ញុំដូចនួនឯងវិញខ្ញុំក៏ផ្ដាច់ដែរគិតមើលសពទៅយើងមិនទួនស៊ីស្លាបញ្ចប់ពាក្យឬទទួលវត្ថុអ្វីជាខណ្ឌស្លាកក៏នៅដែរលើកនេះត្រូវយាយច័ន្ទគាត់ងាកទៅរកកន្ធរវិញលុះគាត់បានសម្រេចចិត្តហើយទើបអ្នកម្ចាស់ផ្ទះតបទៅវិញច័ន្ទអើយខ្ញុំក៏គិតនឹងផ្ដាច់ដែរតែមកទោសទណ្ឌមិនដឹងធ្វើដោយម្ដេចនឹងធ្វើសម្បត្តិទៅប្រាប់ជឹកបន្ថនភ្លាមទៅដូចជាឯងចិត្តអាក្រក់ពេកឮតែគេខាត់ស្រើភ្លាមក៏ថាផ្ដាច់កូនផ្ដាច់ចៅភ្លាមយាយច័ន្ទគាត់បើកភ្នែកធំហាក់ដូចជាសម្ដីនេះធ្វើឲ្យគាត់ឆ្ងល់ពន់ពេកដូច្នោះគាត់ក៏ឆ្លើយថាចាំបាច់ប្រាប់គេធ្វើអ្វីយើងនៅតែស្ងៀមធ្វើហីទៅបើនរណាគេចូលមុខដណ្ដឹងយើងគិតមើលល្មមលើកក៏លើកឲ្យគេទៅអូនរណាអើយគេនឹងហ៊ានចូលដណ្ដឹងឯងបើគេដឹងថាឯងនៅជាប់ពាក្យសម្ដីចឹកបន្ថនទៅហើយយាយច័ន្ទគាត់សាយក្អាកហើយថាហ៊ីយាយនួនឯងនិយាយយ៉ាងនេះចំពេញជាខកមានគេគិតចូលមកហើយតើឯងថាម៉េចទៅយាយនួនអប្រោតក៏គិលចូលចិត្តហើយសួរទៅភ្ញៀវគាត់អ្នកណាចង់ចូលមកនោះយាយច័ន្ទផ្សឹបដាក់ត្រចៀកយាយនួនចឹកណៃសៀនថៅកែកណៅដើរទន្លេនោះហាអើមានណៃសៀនណាពី3ឯងស្គាល់ចៅណៃសតកូនគេណោះខ្ញុំធ្លាប់ឃើញវាតែពីតូចឥឡូវវាប៉ិនរកស៊ីណាស់ដោយឪពុកវាអីអញ្ចឹងឮដំណឹងថាបើចៅណៃសតនេះវាមានប្រពន្ធទៅហើយគេនឹងចែកកណោត2គ្រឿងឡានកាមញងហួយនិងដើមទុន10000នេះនៅមិនទាន់គិតមីពេចអីទៀតហងយាយនួនគាត់ពំព្រិចភ្នែកញ័រហើយបាយសួរថាណៃសតនោះវាកាត់ឆ្នាំអីណោះយាយច័ន្ទដែលហាក់ដូចជាចាំតាត់ពាក្យសួរនេះនឹងអាលឆ្លើយទៅភ្លាមក៏ប្រាប់ទៅវិញឆ្នាំជូតថ្ងៃអាទិត្យខែស្រពាន់យាយនួនក៏ទទួលតំទិញហាក់ពុំចង់ឲ្យភ្លេចឬមួយដោយហេតុដែលគាត់ធ្លាប់តំទិញធွာក្នុងពេលឧបោសថនោះក៏មិនដឹងឆ្នាំជូតថ្ងៃអាទិត្យខែស្រពាន់ឆ្នាំជូតថ្ងៃអាទិត្យខែស្រពាន់យាយច័ន្ទគាត់សួរថាបើប្រសិនណាគេចូលមកមែនតើឯងព្រមឬទេមើលទៅចាំមើលស្រួលបួសិនទុកដាក់កូនចៅមើលនិមួមិនងាយទេសម្ដីយាយនួនយ៉ាងនេះដូចជាគ្រាន់តែការពារឲ្យលមើលខាងក្រៅទេនៅល្ងាចនោះឯងកាលបើយាយច័ន្ទលាគាត់ជោគផុតទៅយាយនួនក៏រូររាន់រៀបខ្លួនហើយកាន់មលូបារីមួយសួងដាក់លើជើងពៀននិងទៀនមួយគូដើរតម្រង់ទៅកាន់កុដិលោកគ្រូអានវត្តពោក្នុងដែលមានព្រះនាមល្បីខាងហោរាសាស្ត្រនិងមន្តអាគមស្ដោះព្រោះដល់ហើយយាយនួនក៏ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះដែលមានសង្កដីកាសួរមកថាយាយមានធុរៈអ្វីខ្ញុំព្រះករុណាយកមកលូស្លាបារីនេះមកប្រគេនលោកគ្រូម្ចាស់ហើយសូមនិមន្តលោកគ្រូម្ចាស់មើលដួងចេតាកូនខ្ញុំព្រោះខ្ញុំព្រះករុណាចង់ឲ្យវាមានគូស្រករលោកគ្រូអានក៏ទាញវត្ថុពុនបោះលាតមកព្រះហស្តស្ដាមលោកចាប់ចាយមួយខាងយាយនួនក៏លើកពានបារីនឹងទៀនដាក់លើចាយមួយខាងទៀតទើបលើកដៃសំពាក់យើឡើងជាតិថ្មីរួចហើយលោកគ្រូក៏ទាញក្តារឈ្នួនមួយធំដែលទុកនៅប្របសំនឹងឬយកដីសមួយដុំហើយមកគង់នៅចំពោះមុខយាយនួនទើបមានសង្កដីកាសួរថាយាយកូនយាយកាត់ឆ្នាំអ្វីលោកម្ចាស់វាឆ្នាំរោងខែពិសាថ្ងៃអង្គារលោកគ្រូអានគាត់លើក្តារឈ្នួនរួចហើយទើបសួរទៀតតើខាងប្រូននោះគេឆ្នាំអ្វីឆ្នាំជូតថ្ងៃអាទិត្យខែស្រពាន់លោកគ្រូអានក៏វាយលេខអតមួយសន្ទុះទើបមានសងដីកា
យីយាយលេខប្រសើរណាស់តើតាំងតែពីអាត្មាចេះមើលហៅមកពុំដែលឃើញលេខណាប្រកបគ្នាអីដល់ម្លេះទេបកដូចណាខ្ញុំប្រាករណាសូមសងចែកគម្ពីរមើលម្ដងទៀតលោកគ្រូអានក៏ក្រោកឈរទាញគម្ពីរសាស្ត្រាហើយស្រាយលាតក្របបញ្ចេញឲ្យឃើញស្លឹករឹតលាបទឹកមៀតភ្លឺរន្ទាលដែលមានខ្សែចំណងពណ៌បៃតងក្រហមលឿងចាក់ឆ្លាស់គ្នាយ៉ាងល្អចម្លែកលោកលើគម្ពីរនោះដាក់លើតោកឈើមួយលាបថ្នាំខ្មៅលំអដោយភ្ញីដាំខ្យងហើយលោកយកទៀនក្រមុនឃ្យមមួយដែលយាយនួនបានយកមកប្រគេនមកអ៊ុចបិទនឹងក្របតោករួចស្រេចលោកក៏មានសង្ឃដេកាអញ្ជើញយាយចាក់ទៅយាយនួនគាត់ក៏លើកហត្ថសម្ពាធគ្រប់3ដងហើយគាត់ស្ទួយតោកគម្ពីរនោះដាក់លើក្បាលដៃឆ្វេងគាត់ទប់តោកដៃស្ដាំគាត់យកកន្លាត់ធូបចាក់ជ្រៀតទៅក្នុងស្លឹករឹតរួចហើយទើបគាត់ប្រគេនគម្ពីរនោះទៅព្រះថេរៈភិក្ខុនេះក៏ទាញសាស្ត្រាយកមកលាតមើលត្រង់កន្លែងដែលកន្លាត់ធូបសៀតចង្អុលរឿងត្រង់ព្រះមហោសុទ្ធទៅជួបនឹងនាងអមរាហើយមានព្រះហឫទ័យស្រឡាញ់នាងនេះពុនប្រមាណណាលុះអានបានសពគ្រប់ហើយលោកមានសង្ឃដីកាពន្យល់តាមអាត្មាយល់ថាជាកបប្រសើរក្រៃលែងអោព្រះភិក្ខុអើយទំនេរក្បួនដំរានឹងពាក្យអធិប្បាយតាមគម្ពីររបស់លោកដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះបរមគ្រូនោះបែរទៅជានាំជនពីរនាក់ដែលមានសេចក្តីស្នេហាទៅមកយ៉ាងធំបំផុតឲ្យខានបានជួបគ្នាទៅវិញហាក់ដូចជាលោកជួយច្រើនគូសង្សារនេះទម្លាក់ទៅរណ្ដៅទុកសង្រេងយាយនួនកាលបបានលឺសង្ឃដីកាលោកគ្រូនេះអានដូច្នោះហើយគាត់មានចិត្តសោមនស្សឥតឧបមាគាត់យាជើងឈានមកដូចជាស្រាលអស់ទាំងខ្លួនប្រានគាត់ព្រោះគាត់ដឹងថាថៅកែណៃសៀននេះមានទ្រព្យធនស្ដុកស្ដាំណាស់ឯចៅណៃសុតចេះចង់មានចង់បានហើយថែមទាំងចេះប្រណិប័តឲ្យពុកម្ដាយផងអោហៅគាត់ប្រសើរសានគាត់ប្រសើរយាយនួនគាត់ខ្សឹបក្នុងចិត្តធៀបផ្ទឹមនាមយុវជនទាំងពីរណៃសុតវិធាវីណៃសុតយីឈ្មោះទាំងពីរនេះសមគ្នាណាតើបើដូច្នេះផ្លឹងគេនឹងរបូតមាត់ថាយីមិនខានយាយមុខញញឹមប្រព្រឹមបិទមាត់ស្ទើរមិនចិត្តដារពុនរាយសេចក្តីសប្បាយទៅលើស្មៅតាមផ្លូវចេញពីវត្តដូចជាញាក់ព្រោះស្រូវរយគ្រាប់ធញ្ញជាតិទៅក្នុងស្រែប្រហែលជាមួយអាទិត្យក្រោយមកយាយនួនគាត់ទប់នឹងសេចក្តីរំខានដោយទន្ទឹងផ្លូវយាយច័ន្ទពុំបានគាត់ក៏ឡើងជិះរីម៉ុកឆ្ពោះទៅផ្ទះសម្លាញ់គាត់ច័ន្ទអើយលេខវាល្អណាស់តាលខ្ញុំមិនថាអីទេឲ្យគេចូលមកចុះ